ស្ដីប្រិយមិត្តវិទ្យុសំឡេងកម្មជាក្រមជាទីមេត្រីនៅក្នុងឱកាសនេះដែរគឺទិវាកម្មជាក្រមស្ថិតនៅក្រោមអំណាចអាណានិគមយួនខួប76ឆ្នាំហេតុដូច្នោះហើយសូមជួបអ្នកដែលចូលរួមនៅក្នុងកម្មវិធីនេះដោយតទៅបាទសូមជម្រាបសួរបាទជម្រាបសួរបាទជម្រាបសួរបងចេញមកពីខាងណាដែរបាទខ្ញុំបាទខមណាបាទចេញមកពីខាងលីយ៉ុងបាទហើយនៅក្នុងទិវាកម្មជាក្រមស្ថិតនៅក្នុងអំណាចអាណានិគមយួនហ្នឹងបងមានចំណាប់អារម្មណ៍យ៉ាងម៉េចដែរសម្ដីការទុកសោតឬសម្ដីការសុខស្រាយយ៉ាងម៉េចចំពោះទិវាកម្មជាក្រមដែលបានសិទ្ធិសេរីភាពបាទការគ្រប់គ្រងនៃប្រជាជាតិកម្ពុជាបាទក្នុងនាមខ្ញុំជាប្រធានបណ្ដាញយុវជនកម្ពុជាសកលហៅកាត់ថា GCVN ប្រចាំនៅទ្វីបអឺរ៉ុបបាទខ្ញុំបានចូលរួមបាទរៀបរៀងរំលឹកខួបបាទ76ឆ្នាំដែលត្រូវបានអាណានិគមបារាំងដាក់ដីកម្ពុជាក្រោមស្ថិតនៅក្រោមការគ្រប់គ្រងរបស់វៀតណាមចំពោះអារម្មណ៍ខ្ញុំពិតប្រកាសក្នុងនាមជាកូនខ្មែរខ្ញុំសម្ដែងនៅទឹកចិត្តសោកស្ដាយជាពុនពេកបាទទោះបីជាប្រវត្តិសាស្ត្របានបន្សល់នៅទុកសោកនាដកម្មក៏ដូចជាការឈឺចាប់ដល់ក្នុងនាមខ្ញុំជាកូនខ្មែរក៏ដូចជាកូនខ្មែរដទៃទៀតពិតមែនប៉ុន្តែពួកយើងគឺមិនបោះបង់នៅក្នុងការតស៊ូទាមទារទេតស៊ូតាមរយៈផ្លូវការទូតអន្តរជាតិក្តីតស៊ូតាមមតិទូទៅតាមប្រទេសទូទៅជំវិញពិភពលោកក្តីគឺយើងមិនបោះបង់ទេជាពិសេសនៅក្នុងគោលបំណងនៃការតស៊ូរបស់យើងគឺយើងទាមទារសម្រាប់វាសនាខ្មែរដោយខ្មែរខ្លួនឯងគឺមិនអាចទៅពឹងអ្នកណាមួយឲ្យសម្រាប់វាសនាចំពោះខ្មែរខ្លួនឯងបាទបាទអរគុណបងនៅចំក្រោយនេះក្រោយពីចំណាប់អារម្មណ៍តើបងមានការសារអីផ្ដាំផ្ញើអីសម្រាប់ជាការបទពិសោធន៍សម្រាប់ខ្មែរក្រមដែលមានបទពិសោធន៍សោកហើយដែលយើងផ្ដាំទៅខាងប្រជាជាតិកម្ពុជាយើងធ្វើយ៉ាងម៉េចខ្លះដែរដើម្បីឲ្យការថែរក្សាបុរភាពនៃសិទ្ធិសេរីភាពរបស់បងប្អូនខ្មែរយើងបាទសារនេះខ្ញុំសូមផ្ញើសារនេះជូនដល់បងប្អូនខ្មែរជួនចិត្តខ្មែរទាំងក្នុងប្រទេសក្រៅប្រទេសជាពិសេសបងប្អូនខ្មែរកណ្ដាលផ្ទាល់តែម្ដងដែលកំពុងតែគេថាប្រឈមនឹងការបាត់បង់នៅធិបតេយ្យភាពបូរណភាពទឹកដីជាដើមក្រោមអំណាចឥទ្ធិពលរបស់យួនប្រទេសជិតខាងហ្នឹងចឹងសូមឲ្យបងប្អូនខ្មែរគឺបណ្ដាបដូរគោលជំហរបដូរទស្សនៈបាទជាពិសេសគឺចូលរួមការពារទឹកដីយើងទាំងអស់គ្នាជាពិសេសគឺចូលរួមជាកម្លាំងខ្មែរស្នេហាជាតិតែមួយដើម្បីរួមចំណែកការពារទឹកដីរបស់យើងកាលណាបើខ្មែរបាច់បាក់ខ្មែរនឹងបាត់បង់កាលណាបើខ្មែរយើងរួបរวมខ្មែរនឹងខ្លាំងបាទខ្មែរលើខ្មែរកណ្ដាលខ្មែរក្រោមគឺជាខ្មែរតែមួយហើយយើងរួមដៃគ្នាដើម្បីការពារទឹកដីរបស់យើងឲ្យคล้ายជាទឹកដីមហានគរដោយអតីតកាលបាទសូមអរគុណបងសម្រាប់ការផ្ដល់ចំណាប់អារម្មណ៍យ៉ាងសង្ខេបនៅក្នុងកម្មវិធីទិវាកម្មជាក្រមសិទ្ធិក្រមផ្នែកណាបាទសូមអរគុណបងបាទសូមអរគុណបាទ